សួស្តីអ្នកទាំងអស់គ្នាសុខសប្បាយអត់ចាខ្ញុំសុខសប្បាយថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អខ្ញុំចង់ផាត់ពណ៌ពីព្រោះម្សិលមិញខ្ញុំបានគូររូបផ្កាមួយចានេះគឺជារូបផ្កាលីលីចាថ្ងៃនេះខ្ញុំនឹងផាត់ពណ៌ផ្កាលីលីរបស់ខ្ញុំមុនពេលខ្ញុំផាត់ពណ៌ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសម្ភារៈរបស់ខ្ញុំដែលខ្ញុំនឹងប្រើសម្រាប់ផាត់ពណ៌លីលីរបស់ខ្ញុំមានជក់3ដើម1 2 3ចាខ្ញុំមានជក់3ដើមខ្ញុំមានទឹក1កំប៉ុងចាទឹក1កំប៉ុងសម្រាប់សម្អាតជក់នៅពេលខ្ញុំចង់ដូរពណ៌ចាហើយខ្ញុំមានក្រដាសខ្លះចាក្រដាសខ្លះសម្រាប់សម្អាតជក់ចុងក្រោយខ្ញុំមានពណ៌ទឹក4ពណ៌ចាពណ៌ទី1ពណ៌បៃតងពណ៌បៃតងពណ៌លឿងពណ៌លឿងពណ៌ក្រហមចានេះពណ៌ក្រហមហើយនឹងពណ៌សខ្ញុំនឹងដាក់ពណ៌ទាំងអស់នៅក្នុងនេះចាដើម្បីស្រួលសម្រាប់ខ្ញុំផាត់ពណ៌ផ្ការបស់ខ្ញុំឥឡូវនេះខ្ញុំនឹងចាក់ពណ៌ក្រហមនៅក្នុងនេះចាអូខេខ្ញុំភ្លេចមុនពេលចាក់ពណ៌ខ្ញុំត្រូវការក្រឡុកចាក្រឡុកចាចាក់ពណ៌តិចមកអូខេតោះខ្ញុំនឹងចាប់ផ្ដើមផាត់ពណ៌ផ្ការបស់ខ្ញុំចាខ្ញុំនឹងប្រើជក់មួយនេះចាខ្ញុំនឹងប្រើពណ៌ក្រហមចានេះពណ៌ក្រហមចាខ្ញុំនឹងផាត់ពណ៌ក្រហមទៅលើផ្កាលីលីរបស់ខ្ញុំចានៅពេលផាត់ពណ៌ហើយយើងត្រូវការដាក់ជក់ទៅក្នុងកំប៉ុងទឹកចាយើងដាក់ជក់នៅក្នុងកំប៉ុងទឹកសម្រាប់លាងជក់របស់យើងចានេះឥឡូវនេះខ្ញុំលាងហើយប៉ុន្តែវានៅសើមចានៅសើមដូចនេះខ្ញុំប្រើក្រដាសសម្រាប់ជូតចាជូតវាចាឥឡូវយើងអាចប្រើជក់នឹងបានចាប៉ុន្តែខ្ញុំអត់ត្រូវការប្រើជក់នេះទេឥឡូវខ្ញុំបានផាត់ផ្កាលីលីរបស់ខ្ញុំហើយពណ៌ក្រហមប៉ុន្តែខ្ញុំអត់ទាន់បានផាត់ដើមហើយនឹងស្លឹកទេដូចនេះខ្ញុំនឹងចាប់ផ្ដើមផាត់ដើមហើយនឹងស្លឹកជាមួយពណ៌បៃតងចានេះពណ៌បៃតងហើយខ្ញុំនឹងប្រើជក់មួយនេះចាសម្រាប់ផាត់ដើមហើយនឹងស្លឹករបស់ផ្កាលីលីចាជក់នេះពិបាកផាត់ចាពីព្រោះធំពេកចាធំពេកចាជក់ធំពេកឥឡូវខ្ញុំនឹងដូរជក់ខ្ញុំអត់ប្រើជក់នេះទេចាខ្ញុំដាក់ចូលក្នុងកំប៉ុងទឹកចាខ្ញុំនឹងសាកប្រើជក់តូចនេះចាខ្ញុំនឹងប្រើពណ៌បៃតងដូចគ្នាចាសម្រាប់ស្លឹកអូខេខ្ញុំចូលចិត្តជក់តូចនេះចាមើលទៅវាស្រួលផាត់ជាងជក់ធំអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានផាត់ស្លឹកលីលីមួយហើយខ្ញុំនឹងបន្តផាត់ស្លឹកលីលីមួយទៀតចាផាត់ពណ៌ហើយប៉ុន្តែយើងត្រូវការចាំប្រហែល1នាទីចាសម្រាប់ឲ្យវាស្ងួតចាដូចផ្កាលីលីរបស់ខ្ញុំផាត់ប្រហែល 2-3 នាទីមុនឥឡូវចាប់ផ្ដើមស្ងួតហើយចាស្ងួត
ចាអត់ជាប់ដៃទេប៉ុន្តែនេះអត់ទាន់ស្ងួតទេចាអត់ទាន់ស្ងួតទេដែលយើងអាចសាកប៉ះវាចាយើងមានពណ៌ថាវាអត់ទាន់ស្ងួតទេចាចុងក្រោយខ្ញុំនឹងផាត់បណ្ដូលផ្កាចាភាសាខ្មែរយើងនិយាយបណ្ដូលផ្កាចាទីនេះចាបណ្ដូលផ្កាលីលីចាសម្រាប់បណ្ដូលផ្កាលីលីខ្ញុំនឹងផាត់ជាមួយពណ៌លឿងចានេះពណ៌លឿងចាចាំតិចខ្ញុំត្រូវការជក់តូចនេះមួយនេះចាសម្រាប់ជក់នៅពេលដែលយើងបានលាងហើយវានៅសើមយើងត្រូវការជូតជាមួយក្រដាសនេះនៅមានពណ៌ចាត្រូវលាងម្ដងទៀតចាខ្ញុំគិតថាអត់អីទេឥឡូវនេះខ្ញុំអាចប្រើបានចាអូខេនេះពណ៌លឿងចាអ្នកទាំងអស់គ្នាឥឡូវខ្ញុំបានផាត់ហើយចាផាត់ពណ៌ផ្កាលីលីរបស់ខ្ញុំហើយផ្កាលីលីពណ៌ក្រហមចាហើយនឹងស្លឹកដើមខ្ញុំប្រើពណ៌បៃតងចានេះស្រួលចាស្រួលគូស្រួលផាត់ពីព្រោះខ្ញុំអត់សូវចេះគូផ្កាឬក៏រូបភាពច្រើនទេខ្ញុំចាប់ផ្ដើមគូអីដែលស្រួលចាហើយអ្នកទាំងអស់គ្នាវិញនៅពេលទំនេរចូលចិត្តធ្វើអីដែរ